OK សួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំមកទេពី Channel Video Channel ហ្នឹងហើយអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំចង់បង្ហាញប្រាប់ពីលើខ្លីមួយដើម្បីចែកជូនទៅដល់អ្នកនរគ្នាតែមុននឹងចែកជូនកុំភ្លេចជួយចុច Subscribe ជាសញ្ញាកណ្ដឹងដើម្បីចម្លែងចិត្តរបស់ខ្ញុំបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Like ម្នាក់មួយផងថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីរបៀបបិទពាណិជ្ជកម្មនៅពេលដែលអ្នកនរគ្នាចូលទៅកាន់ app អីមួយឬក៏ Facebook ឬក៏ social media អីផ្សេងអ្នកនរគ្នាប្រកាសជាជួបនៅបញ្ហាលោតពាណិជ្ជកម្មមករញ៉េរញ៉ៃហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់កំណត់បិទកុំឲ្យវាលោតនៅលើពាណិជ្ជកម្មឬក៏កុំឲ្យវាលោតពាណិជ្ជកម្មនៅលើទូរស័ព្ទរបស់យើងរញ៉េរញ៉ៃហ្នឹងហើយអ្នកនរគ្នាយើងគ្រាន់តែចូលមកកាន់ setting មកដើម្បីបិទទាំងអស់គ្នាគឺវាអត់លោតពាណិជ្ជកម្មមករញ៉េរញ៉ៃទេតែបើសិនជាអ្នកនរគ្នាមានប្រើប្រាស់នៅទូរស័ព្ទដៃ Android អ្នកនរគ្នាប្រកាសជាជួបហើយថានៅពេលដែលវាលោតពាណិជ្ជកម្មមករញ៉េរញ៉ៃគឺវាទៅឬក៏វារំខានយើងមែនទែនហ្នឹងហើយអ្នកនរគ្នាយើងគ្រាន់តែចូលមកកាន់ setting មកអ្នកនរគ្នាហើយយើងយកពាក្យថា search កន្លែងនេះមកយើងវាយពាក្យយើងយកពាក្យថា private DNS មកហ្នឹងហើយបន្តមកទៀតយើងយកពាក្យថាprivate DNS តែម្ដងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញនៅលក្ខណៈបែបនេះគឺនៅពេលដែលទូរស័ព្ទរបស់អ្នកនរគ្នាលោតមករញ៉េរញ៉ៃអ្នកនរគ្នាគ្រាន់តែយកពាក្យខាងក្រោមនេះអាទី3មកអ្នកនរគ្នាអាទី3ហើយយើងគ្រាន់តែសរសេរពាក្យថា DNS នេះអក្សរហ្នឹងមកវាយតាមខ្ញុំមកអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាវាយបែបហ្នឹងហើយអ្នកនរគ្នាគ្រាន់តែចុចពាក្យថា save មកនៅពេលដែលទូរស័ព្ទរបស់អ្នកនរគ្នាមានពាណិជ្ជកម្មរញ៉េរញ៉ៃគឺវាបានបិទតែម្ដងហ្នឹងហើយអ្នកនរគ្នាវាអត់លោតមករញ៉េរញ៉ៃឬក៏រំខានយើងនៅពេលដែលយើងលេខទូរស័ព្ទទេអាទូរស័ព្ទនេះដោយសារតែខ្ញុំវាអត់មានលោតពាណិជ្ជកម្មរញ៉េរញ៉ៃទេប៉ុន្តែបើសិនជាអ្នកនរគ្នាជួបប្រទះនៅបែបនេះអ្នកនរគ្នាគ្រាន់តែចូលមកដូចខ្ញុំមកវាយ website ដូចរបស់ខ្ញុំមកគឺរួចជាការស្រេចគឺវាអត់លោតពាណិជ្ជកម្មរញ៉េរញ៉ៃទៀតទេហ្នឹងហើយអ្នកនរគ្នាអញ្ចឹងការចែករំលែកខ្លីអត់មានច្រើនទេអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នាយល់ជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ